Ok,សួស្តីអ្នកនរគ្នាចឹងថ្ងៃហ្នឹងយើងបន្តនៅ challenge របស់យើងទៀតចឹងchallenge យើងឥឡូវដូចជាដល់ពេលខ្ញុំដាក់ challenge នេះខុសហើយchallenge ទី5ចឹងនៅថ្ងៃហ្នឹង challenge ទី5យើងគឺយើងធ្វើទាក់ទងជាមួយនឹង topic វាគឺ find the largest number ចឹងបានន័យថាយើងរកលេខដែលធំជាងគេចឹង problem solving យើងគឺយើងឲ្យ user input នៅលេខចំនួន3ហើយយើងនឹង print លេខមួយណាដែលជាលេខដែលធំជាងគេចឹងបានន័យថា user នឹង input យើងនឹងបង្កើត3 input ឲ្យ user input បន្តមកទៀតយើងនឹង print ថាតើមួយណាដែលវាធំជាងគេអូខេអញ្ចឹងនៅក្នុង problem មួយហ្នឹងឬក៏ challenge មួយហ្នឹងពេលដែលយើងធ្វើជាប់អីដែលយើងរៀនគឺតកតងជាមួយនឹង input function ហើយការដែលយើង casting ហ្នឹងមានន័យថាយើង casting type វាទៅយើង input ជា string មកតែយើង casting វាទៅជាលេខទៅជា integer ទៅជា float ជាអីចឹងទៅហើយ logical comparison នេះគឺតកតងជាមួយនឹង condition គឺ if else condition អូខេអញ្ចឹងពីរហ្នឹងវាដូចតែគ្នាទេអញ្ចឹងយើងអាច start ទៅ say code បានអញ្ចឹងខ្ញុំសូមបើក VS Code មកអញ្ចឹងខ្ញុំមាន file មួយឈ្មោះថា find largest number អូខេអញ្ចឹងនៅក្នុង file ហ្នឹងដូចអ្នកគ្នាដឹងអញ្ចឹងដំបូងគឺយើងត្រូវ ask user to input 3 number អញ្ចឹងមានន័យថាយើងត្រូវបង្កើត 3 variable អញ្ចឹងយើងសូមបង្កើតនៅ variable a អញ្ចឹងvariable a យើង input enter the first number តើមកយើងបង្កើតនៅ variable b input enter the second number មកយើងបង្កើត variable c input enter the third number អូខេអញ្ចឹងអ្នកគ្នាដឹងហើយពេលដែលយើងដាក់អញ្ចេះ Python វានឹងពេលដែលយើង input ទៅវានឹងចេញជា string អញ្ចឹងហើយយើងអត់ចង់បានជា string ទេព្រោះដោយសារតែក្នុង challenge របស់យើងនេះយើងត្រូវ compare រលេខដែលធំជាងគេពេលដែលគេ input ទី1ទី2ទី3យើងនឹង compare គ្នាមួយនឹងគេអញ្ចឹង string យើងអាច compare បានទេក្រៅតែពី length របស់ string ហ្នឹងយើង compare តម្លៃអញ្ចឹងហើយយើងនៅក្នុង challenge នេះយើងអាចរៀនទៅដល់ casting មកថាឥឡូវនេះខ្ញុំសូម cast វាជា float មានន័យថាពេលដែលយើង input លេខចូលវានឹង convert លេខហ្នឹងទៅជា real type float មានន័យថាទោះបីយើង input 2នឹងជា string ក៏ដោយតែពេលហើយវានឹងដូរទៅជា float អញ្ចឹងយើងអាចគណនាបានហើយតម្លៃដែលយើងយកមកនៅក្នុង store ក្នុង ABC នេះយើងអាចគណនាបានអញ្ចឹងខ្ញុំសូមដាក់ float វាទាំង3បន្ទាប់មកទៀតយើងត្រូវតែប្រើនៅ condition if else ដើម្បីយើងអាច compare នៅinput ទាំង3ហ្នឹងថា A ធំជាង B B ធំជាង C C ធំជាង D អីចឹងតែខាងនេះយើងមាន13ឯងគឺ A B C អញ្ចឹងទី1យើងត្រូវយក A ទៅ compare ថាតើ A ហ្នឹងវាធំជាងឬក៏ស្មើ B អត់បើសិនជា A ហ្នឹងវាធំជាងស្មើ B ហើយបន្ទាប់មកវាធំជាងឬក៏ស្មើ C អញ្ចឹងតម្លៃ A ហ្នឹងគឺជាតម្លៃដែលធំជាងគេហើយបើសិនជា B ហ្នឹងវាធំជាងឬក៏ស្មើ A ហើយបន្ទាប់មកវាធំជាងឬក៏ស្មើ C អញ្ចឹង B ហ្នឹងគឺធំជាងគេអូខេចឹងខ្ញុំសូមសរសេរ if A ធំជាងឬក៏ស្មើ B យើងត្រូវតែប្រើ n នៅក្នុងហ្នឹងបើសិនជាយើងអត់ប្រើ n ទេ
A ហ្នឹងវាធំជាង B មែនតែវាអាចតូចជាង C ចឹងទៅអញ្ចឹងតើ condition យើងប្រើ L មកថាលុះត្រាតែ A ហ្នឹងវាធំជាង B ផងនិងធំជាង C ផងបានយើងចាត់ទុកថា A ហ្នឹងវាធំជាងវាមានតម្លៃធំជាងគេអូខេអញ្ចឹងខ្ញុំសូម print the largest number is A តោះមកទៀតយើងត្រូវមាន L if យើងគឺ B អញ្ចឹង B ធំជាងឬស្មើ A អូខេ B and B ធំជាងឬស្មើ C អញ្ចឹងបើក្នុងករណីថា A នេះវាធំជាង B មែនតែវាតូចជាង C អញ្ចឹង condition នេះវានឹងអត់ប្រើទេវាអត់ចូល condition ទេវានឹង check មួយទៀតដែរអញ្ចឹងមកវានឹង check មួយទៀតព្រោះសារ A ហ្នឹង value វា cover ហើយដោយសារវាអាច A ហ្នឹងវាតូចជាង C តែអញ្ចឹងទៅវាលេង A ហ្នឹងវាលេងជាតម្លៃដែលធំជាងគេអញ្ចឹងវាចាប់ផ្ដើមដូរទៅ B ម្ដងអញ្ចឹងបើសិនជា B វាចូល condition នេះមកថាតម្លៃ B វាធំជាងគេហើយអូខេអញ្ចឹងយើង print the largest number is B អញ្ចឹងបើសិនជាមួយករណីទៀតបើសិនជា A ក៏អត់មានជាតម្លៃធំជាងគេ B អត់មានជាតម្លៃធំជាងគេអញ្ចឹងយើងអាចប្រើ L if ដដែលតែយើងសរសេរ C ឬក៏យើងអាចប្រើ L បានន័យថាវាអត់ចូល condition A ក៏មិនធំជាងគេ B ក៏មិនធំជាងគេអញ្ចឹងមានន័យថា C វាធំជាងគេព្រោះដោយសារតែvalue ដែលយើង input គឺមានតែ3ឯង the largest number is C អូខេអញ្ចឹងខ្ញុំអាច print សាកមើលអញ្ចឹងតម្លៃទី1ខ្ញុំដាក់10តម្លៃទី2ខ្ញុំដាក់15តម្លៃទី3ខ្ញុំដាក់15អញ្ចឹងវាគួរតែសេចតម្លៃដែលវាធំជាងគេគឺ15អូខេអញ្ចឹងវាចេញមកគឺវា15អញ្ចឹងអីដែលយើងអត់ត្រូវផ្លេចគឺយើងត្រូវតែ document code របស់យើងយ៉ាងខ្ញុំផ្លេច comment វាចាប់មើល code ខ្លួនឯងលេងយល់ to import 3 number តាមនេះយើង compare the number using if else to find the largest number អញ្ចឹងបើសិនជាក្នុងករណីថាលេខហ្នឹងវាស្មើអញ្ចឹងវានឹង print បើថាបើសិនជា A បើសិនជាខ្ញុំវាយលេខហ្នឹងឥឡូវខ្ញុំវាយលេខហ្នឹងចុះវាយលេខហ្នឹង10អញ្ចឹងវានឹងចេញហើយគឺលេខដែលវាធំជាងគេគឺ10ព្រោះដោយសារថាលេខទាំងអស់ហ្នឹងគឺមានតែលេខ10វាស្មើគ្នាអញ្ចឹងបានយើងប្រើធំជាងឬស្មើឬក៏យើងប្រើធំជាងស្មើបើសិនយើងប្រើហ្នឹងទេវានឹងចូល condition L ចុងក្រោយនេះគឺវានឹង print តែតម្លៃ C ឯងចឹងវាអាចនឹងខុសចឹងហើយយើងប្រើធំជាងឬស្មើអូខេដល់ហើយអញ្ចឹងថ្ងៃហ្នឹង challenge ទី1របស់យើងតើតើមួយយើងrole លេខដែលធំជាងគេយើងប្រើ Python គឺមានតែប៉ុណ្្នឹងទេ See you guys for another video another challenge